របស់យើងតែយើងគួរបង្កើតវាយ៉ាងណាណាអូខេតោះនេះแล้วខ្ញុំ select លើផ្កាដែលខ្ញុំបានបង្កើតណាអូខេអញ្ចឹងផ្កាហ្នឹងយើងអាចគូសវារៀងជាមួយខាងមកតែមួយបានហើយយើងធ្វើពណ៌វាឲ្យហើយណាអូខេបន្ទាប់មកយើងចាំ copy បង្វិលវាមកជាលក្ខណៈបាន4មកដូចថាមុំ180គឺយើងយក4អញ្ចឹងយើងចែក4មកយើងបានផ្កាហ្នឹង4ស្ទាប់ហើយណាអូខេចំពោះអានេះមូខាងក្នុងនេះណាចឹងយើងអាចកូសវា ellipse tool របស់យើងហើយយើងចាក់ gradient ហើយយើង copy ទៅជាគ្រាប់ដូចពងថៃចឹងទៅណាចឹងលក្ខណៈដូចនៃចេញដូចគ្រាប់ផ្កាអញ្ចឹងណាអូខេតើហើយចំពោះផ្កានេះវាមានតកតងការគូស technique និងប្រើ rectangle ហើយយើងប្រើប្រាស់នៅក្នុង object យើងនេះបង្កើតជាលក្ខណៈ overlay ណាអូខេអញ្ចឹងឥឡូវខ្ញុំបង្កើតផ្កានេះមួយដើម្បីឲ្យយើងដឹងពីរបៀបបង្កើតណាអូខេអញ្ចឹងឥឡូវខ្ញុំគូសរៀងផ្កានឹងមួយមកអូខេឥឡូវដើម្បីងាយយើងអាចគូសចេះក៏បានណាឥឡូវយើងអាចគូសជារង្វង់មូលក៏បានយើងគូសជា rectangle ក៏បានណាអូខេដូចថាឥឡូវយកប្រវែងនេះណាអូខេតោះខ្ញុំអូសវាមកណាបន្ទាប់មកខ្ញុំចាប់ផ្ដើមចុចនេះ tool pen tool របស់យើងអូខេណាអញ្ចឹងខ្ញុំនេះខ្ញុំយក tool យើងនេះណាឥឡូវខ្ញុំដាក់ឲ្យចំចំណុចកណ្ដាលដើម្បីឲ្យយើងងាយណាអូខេនេះណា convert actual point របស់យើងអូខេខ្ញុំចាប់ដើមកូសវាមកណាអូខេតើមកចុចមួយទៀតមកណាអូខេហើយខ្ញុំ select លើវាកន្លែងនេះណាអូខេយើងចង់បានវារៀងយ៉ាងម៉េចណាអូខេអញ្ចឹងយើងអាចអូសវាចឹងមកណាអូសវាចង់ចំណុចកណ្ដាលពេលនោះវាចេញចំណុចកណ្ដាលយើងមើលណាអូខេយកស្រែវាមកណាវាចេញលក្ខណៈអញ្ចឹងឬក៏កុំឲ្យវាថតពេកត្រង់ចំណុចនេះអាចយើងផតវាបន្តិចមកណាអូខេហើយនេះក៏ចឹងដែរណាអូខេជាអូសវាមកធ្វើម៉េចឲ្យចេញលក្ខណៈជាស្ទាប់ផ្កាអូខេទោះស្អាតអីយើងឲ្យគូវាចេញមកសិនមកណាអូខេណាបន្ទាប់មកយើងចាប់ផ្ដើម select លើវាណាខ្ញុំយកនេះ mesh tool ណាអូខេអញ្ចឹងឥឡូវខ្ញុំចុចឲ្យយើងដឹងនេះអញ្ចឹងយើងបង្កើត mesh ហ្នឹងមាន2ចំណុចមកណាអូខេអញ្ចឹងខ្ញុំចាប់ដើម select វាមួយអីណា1 2 ឈប់សិនណាអូខេហើយខ្ញុំយកចំណុចនេះពណ៌ណាអូខេនេះពណ៌មួយទៀតណាអញ្ចឹងចង់ចំណុចនេះខ្ញុំចង់បានពណ៌អីណាយើងចុចវាចំសិនណាអូខេយើងយក color grid នេះមកណាអូខេចង់បានពណ៌អីអូសវាដាក់ចំចំណុចពណ៌ហ្នឹងណាអូខេខ្ញុំ undo សិន
chứ vì trên bò chẳng thế toàn đấy chúng cho về lạc nè càng nghệ càng ngọ bò với ai bò việt đình chẳng ra bột về màu nó bột đình về máu về trình lạc nè chẳng người nó ok rồi dương papa ở nít thu dương máu okต่อมาយើងចង់មកឲ្យពណ៌ហ្នឹងមានលក្ខណៈខៀវបន្តិចណាអូខេតើចំណុចនេះយើងរកពណ៌យើងខៀវអញ្ចឹងយើងអាចអូសវាមកបន្តិចមកខៀវវាយ៉ាងម៉េចណាអូខេណាចឹងខ្ញុំបង្កើតនេះមួយទៀតខ្ញុំអូសវាចូលមួយទៀតមកអូខេខៀវមិញណាខៀវខ្ញុំចាប់ដើម select លើវាសិនអូខេតើខ្ញុំចុចវាក៏បានដែរពណ៌ណាចឹងវាចេញលក្ខណៈអញ្ចឹងណាអូខេនេះតើមកយើងអាចបង្កើតចេញជាពណ៌អញ្ចឹងមកណាអូខេពណ៌លក្ខណៈយ៉ាងម៉េចហ្នឹងយើងអាចអូសវាទំហំវាដេញទៅតាមអ្វីដែលយើងចង់បានមកណាអូខេណាហើយថាពណ៌យើងបានប៉ុណ្ណឹងហើយណាយើង select វាពឹបមកយើងសម្រាប់វាក៏បានណាបើយើងចង់សម្រាប់វាយើងយក object យកពាក្យថានេះកន្លែងហ្នឹងវាអត់ឲ្យសម្រាប់ទេតែបើតកតង object ផ្សេងយើងយក expand ឬក៏ expand appearance ណាអូខេតោះតែកន្លែងនេះវាអត់ឲ្យទេណាឥឡូវខ្ញុំចាប់ផ្ដើម select ទៅលើ rotate tool ខ្ញុំចុចឲ្យជាប់ណាអូខេខ្ញុំយក360ណា360ចែកនឹង4នេះចឹងយើងត្រូវ select វាសិនណាអូខេទៅ select នេះសិន360ចែក4ណាអូខេតោះនេះចឹងវាឲ្យណាចឹងយើងបាន90មុំ90យក copy មកហើយ control D ស្មើយើងចុចobject transform again គឺស្មើ shortcut control D ណាអូខេចឹងវាបានលក្ខណៈរៀងមកអញ្ចឹងណាអូខេតោះបន្ទាប់មកយើងចង់ធ្វើនេះអាពងផ្កាយើងអាចយក ellipse tool យើងយកមកគូសមកណាអូខេគូសវាឲ្យចេញលក្ខណៈឲ្យទូចប៉ុណ្ណាដែលយើងចង់បានណាបន្ទាប់មកយើងយកវា gradient មកតង់ចំណុច gradient ណាយើងកន្លែងមើលលើកន្លែងនេះមាន gradient ទេបើអត់ទេយើងអាចចុចលើ window យក gradient ណា gradient នេះស្មើ shortcut control F9 ណាអូខេចឹងនេះគឺជាផ្ទាំង gradient របស់យើងណាអូខេខ្ញុំចុច button សិនណាចឹងចង់បានពណ៌អីចុចវា2ដងក៏បានណាអូខេចង់បានពណ៌លឿងណាតោះចឹងវាចេញពណ៌លឿងតោះនេះនេះតើមក stroke យើងចង់បានពណ៌អីនេះពណ៌ហ្នឹងចុះណាយើងគ្រាន់តែ copy វាមកឲ្យលក្ខណៈទូចនៅក្នុងហ្នឹងមកចុចឲ្យជាប់មកណាអូខេតើមកយើង select វាទាំងអស់មកតោះនេះណាឥឡូវខ្ញុំចង់ឲ្យទូចតិចយើងបង្រួមវាមកណាអូខេមុនយើងបង្កើតក្រុមមួយសិនណាអូខេតើមកអូសវាចូលមកវាចេញលក្ខណៈដូចខប់ផ្កាឃើញទេហ៎ជាយើងអាចបង្កើតចេញបានលក្ខណៈអញ្ចឹងណាអូខេ
ចេញលក្ខណៈចង់មកណាចំពោះហើយតមកយើង select វាមកបង្កើតជា group អញ្ចឹងយើងបានផ្កាមួយណាអូខេនេះបន្ទាប់មកយើងចាំបានផ្កាទូចនេះតែយើងធ្វើមិនអានេះវាកាន់តែងាយទៅវិញអញ្ចឹងយើងគ្រាន់តែគូសរង្វង់មូលមួយពឹបណាអូខេឥឡូវចង់បានពណ៌អីឥឡូវចង់បានពណ៌លក្ខណៈ gradient អញ្ចឹងយើងដាក់ gradient មកចង់បានពណ៌សសុទ្ធយកសសុទ្ធហើយយកយើងចុចទៅលើ object យកពាក្យថា path ហើយយកពាក្យថា overx ណាហើយចង់បានលក្ខណៈ horizontal ឬក៏លក្ខណៈ vertical ណាលក្ខណៈ column ផ្ដេកប្រឈរហ្នឹងអូខេយើងយកអូខេមកវាចេញចេះណាអាហ្នឹងលក្ខណៈដូចស្តៀងអានេះទេអញ្ចឹងយើងអាចកន្លះ copy វាមកតែ2មកវាចេញមកម្យ៉ាងណាមួយទៀតមិនខ្ញុំយក vertical ហើយយក horizontal វាចេញចេះណាផ្ដេកអូខេតោះមួយទៀតនៅខាងក្រោមនេះខ្ញុំចង់បញ្ជាក់ចង់បង្កើតផ្កាកន្លែងនេះបង្កើតផ្កានេះណាអូខេឥឡូវខ្ញុំចុច បេឡើងវិញណាអូខេ Finder ខ្ញុំយកពាក្យថា override ណាខ្ញុំយក board ណាទាំងពីរអញ្ចឹងអូខេមកឃើញវាចេញទេចេញដូចជាផ្កាហើយតបមកខ្ញុំដោះ stroke វាមកអូខេឃើញវាចេញទេតមកខ្ញុំចាប់ដើម copy វាមកហើយខ្ញុំមួយទៀតខ្ញុំផាស in front តមកខ្ញុំ select វាធំជាងនេះបន្តិចមកណាអូខេតមកខ្ញុំមកស្ដាមយកពាក្យ rank ខ្ញុំយកឲ្យវាចូលក្រោមបន្តិចណាហើយតមកខ្ញុំ select ដោះពណ៌វាចុះណាអូខេនេះឲ្យវាចូលមកក្រោមមកឃើញទេឃើញវាមានពណ៌ហើយចឹងយើងអាចធ្វើបានលក្ខណៈ style អញ្ចឹងតាមលក្ខណៈនៅក្នុង menu effect ដែលនៅក្នុងកម្មវិធី Adobe Illustrator យើងបានបង្កើតមានស្រាប់គ្រាន់តែយើងយកវាយកមកច្នៃប្រឌិតយកបង្កើតជាលក្ខណៈអញ្ចឹងបង្កើតបានជាផ្កាមួយអូខេ create ផ្កាយើងណាអូខេតោះចឹងយើងអាចប្រហែលជាអាចយើងបង្កើតយើងច្នៃទៅជាផ្កាអ្វីៗដែលយើងចង់សម័យដូចអ្វីដែលបានបង្កើតនៅក្នុង symbol ដែលមានស្រាប់ណាអូខេអញ្ចឹងយើងអាចយកវាមកបង្កើតហើយយើងអូសវាចូលក្នុង symbol ទៅក៏វាបានបង្កើតលក្ខណៈជា symbol ដល់ស្នាដៃដែលយើងបានបង្កើតនឹងដែរណាអូខេអញ្ចឹងយើងចង់ប្រើប្រាស់យើងយកមកអូសមកវាបង្កើតមានស្រាប់ណាតោះចឹងការបង្កើតគឺគួបផ្សំយើងក៏លេខទៅមើលទិដ្ឋភាពជុំវិញហើយយើងយកមកបង្កើតពីលក្ខណៈនៅក្នុងកម្មវិធី Adobe Illustrator របស់យើងដើម្បីចេញជាលក្ខណៈមួយ design នៅក្នុងលក្ខណៈ software ណាអូខេ